ก็ป้องแต่บ่าเรามาหอบสลอทำดังฮัสลอยดับไปให้ก้อนสุตามะยมไม่หมายอยู่ซับเคยไอ้กันนักเคยខ្លួនឯងនឹងอยู่ซับเคยย้ำสำล้อស្ងោទៅយងចេបងប្អូនឥឡូវមកធ្វើសម្លស្ងោទៅយងចេទាំងអស់គ្នាខ្ញុំមានគ្រឿងផ្សំដូចជាមានគល់លក្រៃចំនួន2គល់ហើយនឹងក្រូចឆ្មា2ផ្លែស្លឹកក្រូចសើចនឹង2សន្លឹកបងប្អូនហើយនឹងមានជាមួយរំដេងមកបន្តិចទៅហើយនឹងមានជីឆ្ងោជ្រក់នឹងមកចាប់ទៅណាបងប្អូនយើងមានគ្រប់សពបែបយ៉ាងហើយគឺខ្ញុំមានមួយជាមួយនឹងតាយ៉ងចេចំនួន2ផ្លែនេះខ្ញុំចិត្តឲ្យបងប្អូនព្រោះថាដំបងថាអត់ថតវីដេអូឯដល់ពេលចិត្តឲ្យមិននឹកឃើញថតហើយតាយ៉ងចេនេះគឺខ្ញុំដាក់ជាមួយនឹងទឹកក្រូចឆ្មាបានវាសស្អាតចឹងបងប្អូនពេលបងប្អូនចិត្តណាបងប្អូនដាក់ក្រូចឆ្មាក្នុងទឹកហ្នឹងហើយយើងចិត្តតាយ៉ងចេនឹងដាក់ទៅធ្វើតាយ៉ងចេរបស់យើងស្រួយហើយសល្អទៀតអញ្ចឹងបងប្អូនចាំធ្វើតាមហ្នឹងទៅហើយនឹងអានេះគឺជាឆ្អឹងចេនីខ្ញុំទិញអស់តែ5000ឯងឆ្អឹងចេនីហ្នឹងតែបន្តិចដែរទេបងប្អូនយើងស្លល្មមមួយឆ្នាំងចឹងណាតោះមកយើងដំជាមួយនឹងគល់ក្រៃបងប្អូនដំឲ្យរៀងទុកបន្តិចទៅ2ដុំហ្នឹងដោយសារតែក្បាត់វារៀងតូចបងប្អូនអញ្ចឹងខ្ញុំដំដូចខ្លាំងខ្លាដល់ហើយតោះមកយើងកាត់វាជា2ចឹងទៅតោះមកយើងយកម្ដេងហ្នឹងយកមកហាន់វាចំណិតតូចតូចបងប្អូនអាចដំវាឲ្យសប៉ែនតិចក៏បានដែរចិត្តវាចំណិតចឹងហើយយើងដំវាទៅមិនដើម្បីឲ្យវាចូលជ្រាបល្អដាក់ទាំងអស់មកទៅបងប្អូនខ្ញុំដាក់ទាំងអស់តែម្ដងឥឡូវយើងមកមើលជាមួយនឹងទឹករបស់យើងវាបានពុះហើយបងប្អូនពេលទឹកពុះហើយយើងអាចដាក់ជាមួយនឹងគល់ក្រៃគ្រឿងដែលយើងដំមិញបងប្អូនខ្ញុំដាក់ចូលទៅទៅពេលយើងបានដាក់គ្រឿងហើយយើងបានដាក់ជាមួយនឹងអំបិលខ្ញុំដាក់អំបិលមកចុងស្ព្រីប៊ីចេងបន្តិចខ្ញុំមកដាក់ស្ករបងប្អូនព្រោះថាអ្នកផ្ទះខ្ញុំអត់ចូលចិត្តផ្អែមតោះមកយើងដាក់ជាមួយនឹងសាច់ឆ្អឹងចំណីដែលយើងកាប់ហើយហ្នឹងយើងដាក់ហើយកូនតិចទៅទុកឲ្យវាពុះអញ្ចឹងណាបងប្អូនអាកំប៉ុងស្លអញ្ចឹងហើយមានកូនមកញ៉ែញ៉ៃយំទេបងប្អូនមកលេងទឹកឲ្យមីបាយអូនគ្រប់ពេលវេលាអត់តែពេលស្លគឺមានវត្តមានរបស់គាត់ឥឡូវទឹករបស់យើងបានពុះហើយបងប្អូនមិញយើងដាក់ម្ងាស់ជាមួយនឹងសាច់ណាឥឡូវសាច់យើងរៀងផុយហើយបងប្អូនភ្លក់មើលរសជាតិទៅហើយយើងថែមថយតាមហ្នឹងទៅល្មមហើយទៅបងប្អូនអាចស្រង់អាខ្មៅនេះចេញខ្ញុំអត់ពេលវាពុះអញ្ចឹងខ្ញុំស្រង់អាខ្មៅនឹងចេញដើម្បីធ្វើឲ្យទឹករបស់យើងវារៀងថ្លាតោះមកខ្ញុំថែមជាមួយទឹកត្រីបន្តិចព្រោះថាខ្ញុំមកដាក់ស្ករអញ្ចឹងពេលយើងដាក់ទឹកត្រីទៅវាមានជាតិអញ្ចឹងណាបងប្អូនអាចថែមដាក់បន្តិចក៏បានបងប្អូនអត់ចូលចិត្តមិនចាំដាក់ក៏បានដែរតែខ្ញុំដាក់ទៅដើម្បីវាមានជាតិព្រោះថាក្នុងទឹកត្រីនេះវាមានជាតិស្ករដែរគាត់ថាវាមិនផ្អែមខ្លាំងពេលយើងដាក់ជាមួយទឹកត្រីទៅវាល្មមអញ្ចឹងណាឥឡូវខ្ញុំបានភ្លក់ហើយក្រែថាគ្រឿងវាត្រូវមាត់អញ្ចឹងបន្ទាប់មកយើងដាក់ជាមួយនឹងតាយ៉ងចេកបងប្អូនជាមួយនឹងតាយ៉ងចេកហើយយើងសកត់វាបន្តិចទៅទុកឲ្យវាពុះទៅជាការស្រេចយើងបិទគម្របហើយយើងមកធ្វើជាមួយនឹងយើងមកហាន់ជាមួយនឹងជីបងប្អូនជីខ្ញុំបេះមកបន្តិចដែរទេគឺមានជាមួយនឹងជីអំបងហើយនឹងជីអាណាតែបន្តិចទៅមកយើងហាន់វាដាក់មួយឡែកទៅមានជាមួយនឹងជីសំខាន់កូនមកញ៉ែបងប្អូនអើយអាពងហាន់បដាមកដដើមពីមុខដដើមពីក្រោយយើងហាន់ជីនឹងហើយនឹងក្រូចឆ្មាណាបងប្អូនឥឡូវយើងមកមើលសាឡរបស់យើងគឺបានពុះហើយបងប្អូនបន្ទាប់ពីបានពុះហើយខ្ញុំត្រូវភ្លក់មើលម្សៅទៀតថាពេលដែលយើងដាក់បន្លែទៅវាមានបដូររសជាតិអត់ចឹងកែយើងដាក់បន្លែទៅវាអាចទៅជាសាបអីចឹងយើងថែមថយតាមហ្នឹងទៅឥឡូវខ្ញុំថែមទឹកត្រីបន្តិចទៀតបងប្អូនដោយសារតែវារៀងសាបចឹងណាតោះមកខ្ញុំដួសទុកឲ្យពុកហើយម៉ែខ្ញុំមួយចានចឹងណាបងប្អូននិយាយទៅរាល់ពេលដែលខ្ញុំធ្វើម្ហូបហើយខ្ញុំតែងតែដួសទុកឲ្យពួកគាត់មួយចានមុនគេឥឡូវសាឡរបស់យើងបានឆ្អិនរួចរាល់ហើយបងប្អូនឲ្យបន្ទុកបានដែរនេះពេលដាក់ជីចឹងទៅមើលទៅគួរតំណងញ៉ាំអត់